មង្គលសូត្រទី38ខេមាំងអ្នកដែលមានសេចក្តីសេនចាកយោគៈជាគ្រឿងប្រកបចងរិទ្ធរួតក្នុងសន្តានជាមង្គលដ៏ឧត្តមយោគៈមាន4ប្រការគឺកាមយោគៈសេចក្តីត្រេកត្រអាលក្នុងកាមគុណទាំង5គឺរូបសម្លេងក្លិនរសសម្ផស្សដែលជាគ្រឿងប្រកបសត្វឬចងចិត្តសត្វទុកមួយ2ភវយោគៈភពគឺកន្លែងកើតទាំង3កន្លែងគឺកាមភពរូបភពអរូបភពទាំង3នេះជាគ្រឿងប្រកបចងចិត្តសត្វទុកមួយ3តថេយោគៈតថេគឺសេចក្តីយល់ខុសគឺឃើញថាសត្វទៀងសត្វលោកទៀងឬយល់ថាសត្វស្លាប់ទៅសូន្យលោកសូន្យជាដើមជាគ្រឿងប្រកបចងចិត្តសត្វទុកមួយ4អវិជ្ជាយោគៈការមិនដឹងដល់ដើមកំណើតនៃសង្ខារជាគ្រឿងប្រកបចងចិត្តសត្វទុកមួយរួមជា4ប្រការធម៌ជាគ្រឿងរំលត់យោគៈ4ប្រការនេះឲ្យអស់ទៅគឺត្រូវធ្វើសិលសមាធិបញ្ញាឲ្យកើតចាស់ខ្លាឡើងក្នុងនសន្តានទើបនឹងសម្លាប់យោគៈទាំង4នេះបានចិត្តក៏ជ្រះថ្លាបរិសុទ្ធស្អាតគួរផង់ក្នុងសន្តានដោយមានធម៌ជាគ្រឿងធ្វើឲ្យកើតសេចក្តីសុខក្សេមក្សាន្តនិរាសប្រាសចាកសេចក្តីទុក្ខភ័យអន្តរាយទាំងឡាយទាំងពួងគ្រប់ប្រការសូម្បីមនុស្សណានឹងគិតបន្ទោសធ្វើអាក្រក់ដល់ខ្លួនក៏មិនបានឡើយដូចមានរឿងដំណាលអំពីមហាកាលតថេរថាលោកជាអ្នកមានសទ្ធារត់ចោលភរិយាទាំង8នាក់ទៅបួសនៅក្នុងសំណាក់ព្រះពុទ្ធសាសនាហើយបានព្យាយាមខំចម្រើនសមថវិបស្សនាមិនយូរប៉ុន្មានក៏បានសម្រេចព្រះអរហត្តផលតែភរិយាចិត្តចង់ឲ្យលោកសឹកមកវិញទើបប្រើមនុស្សឲ្យទៅនិមន្តលោកដែលជាស្វាមីនោះមកឆាន់នៅក្នុងផ្ទះរបស់ខ្លួនលោកក៏ទទួលនិមន្តមករួចលុះឆាន់រួចហើយភរិយាទាំង8អ្នកក៏បបួលគ្នាចោមរោមលោកជុំវិញប្រាថ្នានឹងចាប់សឹកព្រះធេរៈឃើញអាការៈមិនស្រួលដូច្នោះហើយលោកក៏ចូលឈានហោះឡើងកាន់អាកាសទៅកាន់អារាមវិញរួចចាកសេចក្តីអន្តរាយដោយហេតុលោកបានកំចាត់បងយោគៈទាំងឡាយឲ្យអស់ពីសន្តានដូចបានវិសាចនីមកនេះឯងអេតាតិសានាំងកតវានៈបុគ្គលដែលបានប្រព្រឹត្តធ្វើនៅមង្គលទាំងឡាយនេះឲ្យពេញបរិបូរណ៍ក្នុងសន្តានហើយជាអ្នកមិនចាលចាញ់ក្នុងទីទាំងពួងតែដល់នៅសេរីសួស្តីក្នុងទីទាំងពួងមង្គលទាំង38ប្រការ
មានកិរិយាមិនខ្សែគប់នៅបុគ្គលពីលជាដើមនោះជារបស់ទេវតានិងមនុស្សទាំងឡាយអំបាលនោះសុទ្ធតែជាមង្គលដ៏ឧត្តមទាំងអស់អធិប្បាយសេចក្តីសរុបថាមង្គលទាំង38ប្រការនេះបើបុគ្គលណាបានធ្វើឲ្យគ្រប់គ្រាន់ហើយបុគ្គលនោះនឹងបានសម្រេចមគ្គផលព្រះនិព្វានជាឋានក្សេមផុតចាកទុក្ខទាំងពួងបើមិនទាន់បានដល់ព្រះនិព្វាននៅវិលវល់ក្នុងវដ្តសង្សារក៏គង់មិនធ្លាក់ទៅសោយទុក្ខវេទនាក្នុងអបាយភូមិឡើយដោយអំណាចកម្មជាកុសលនោះជួយឧបត្ថម្ភកម្មនេះប្រែថាធ្វើគោលដើមមានពីរយ៉ាងគឺកុសលកម្មមួយអកុសលកម្មមួយកម្មទាំងពីរបែងចែកចេញទៅជាកម្ម11ឬ12យ៉ាងគឺតថធម្មវេតនីយកម្មកម្មជាបុណ្យក្តីកម្មជាបាបក្តីឲ្យផលនៅក្នុងបច្ចុប្បន្នជាតិនេះ2ឧបបច្ចៈវេតនីយកម្មកម្មជាបុណ្យឬបាបឲ្យផលទៅក្នុងជាតិខាងមុខ3អបរាបរៈវេតទីយនិកម្មកម្មជាបុណ្យឬបាបឲ្យផលក្នុងជាតិទី2ឡើងទៅ4ករុកម្មកម្មធ្ងន់កើតបុណ្យបានដល់ឈាន4សមាបត្តិ8ហើយបើបាបបានដល់អនន្តរិយកម្ម5គឺសម្រាប់បិតាបិតាព្រះអរហន្តធ្វើលោហិតនិងសង្ឃភេទ5អាចេវណ្ណកម្មកម្មឬបាបដែលខ្លួនធ្វើឲ្យនឹកញយញយ6អាសនកម្មកម្មឬបាបដែលខ្លួនធ្វើចិត្តពេលមរណៈទោះបីទុនខ្សោយបន្តិចបន្តួចក៏ដោយអាចឲ្យផលមុនបានដោយពូចាស់នៅចិត្តមាត់ក្រោល7កតតាវានៈបនកម្មបុណ្យឬបាបស្រាលមានកម្លាំងតិចបើបុណ្យឬបាបដតីមិនឲ្យផលទេក៏អាចឲ្យផលក្នុងចន្លោះទេដូចមនុស្សឈួតបាញ់ស8ជាអ្នកកកម្មបុណ្យឬបាបដែលនាំឲ្យបដិសន្ធិវិញ្ញាណឲ្យកើតឡើងក្នុងភព9ឧបត្ថម្ភភមកកម្មបុណ្យឬបាបដែលជួយជ្រោមជ្រែងកម្មចាស់ឲ្យមានកម្លាំង10ឧបពលិកកម្មបុណ្យឬបាបដែលចូលមកបៀតបៀនកម្មចាស់ឲ្យមានកម្លាំងខ្សោយហើយឲ្យផលដោយខ្លួនឯងទើបបាបប្រៀបដូចឆ្កែដេញសត្វតើបើបុណ្យប្រៀបដូចពូលៀងកូនក្មេងដេញតន់ត្រង់ណាក៏ចាប់ប្រកង3ពោឡើងក្នុងទីនោះ11ឧបគាដកកម្មបុណ្យឬបាបដែលក្លាហានអាចសម្លាប់បុណ្យឬបាបដែលមានកម្លាំងគុណខ្សោយបានដូចអ្នកដែលសម្លាប់ដោយលេបថ្នាំពឹសជាដើមបើរាប់កម្មមាន12នេះត្រូវថែមលវកម្មមួយទៀត
បន្ទាប់ពីគរុកម្មទី4នោះអធិប្បាយសង្គ្រោះកម្ម11ក្នុងខាងចុងមង្គលសូត្រ38ប្រការចប់ដោយសង្ខេបតែប៉ុណ្ណេះចប់មង្គលសូត្រ38ប្រការសូមរងចាំស្ដាប់នៅបរាភវសូត្រអត្ថាធិប្បាយជាបន្ត